មកធ្វើមីហឹលញ៉ាំជាមួយនឹងនាងខ្ញុំអញ្ចឹងសម្រាប់អ្នកដែលគាត់ចូលចិត្តញ៉ាំមីហឹលហើយចង់ចេះធ្វើមីហឹលញ៉ាំដែលខ្លួនឯងនៅផ្ទះគឺអាចមើលវីដេអូនេះបានអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកទាំងគ្នាពីរបៀបធ្វើមីហឹលហើយនឹងទឹកជ្រលក់របស់វាខ្ញុំធានាថាមកឆ្ងាញ់រសជាតិលះហ្មងដូចគេនៅក្នុងហាងអញ្ចឹងនេះដែរគឺជាគ្រឿងបន្លែសាច់អីដែលយើងត្រូវការយកមកធ្វើមីហឹលនឹងឯងអញ្ចឹងនៅពេលដែលទឹកពុះគឺយើងចាប់ផ្ដើមទម្លាក់ដុំស៊ុបមកដុំទៅដើម្បីឲ្យទឹកស៊ុបយើងមានជាតិណាគ្រឿងមីនៅក្នុងកញ្ចប់មីហ្នឹងដាក់ទម្លាក់ចូលដូចគ្នាហើយបន្ទាប់មកម្ទេសហឹលនៅក្នុងមីហ្នឹងក៏ដាក់ចូលដែរតែបើសិនជាហឹលអត់គ្រប់គ្រាន់ទេដាក់បន្ថែមអាម្ទេសដែលខ្ញុំបានបង្ហាញដែលឈ្មោះប៊ូលដាហ្នឹងណាបើសិនជាអ្នកទាំងគ្នាអត់មានអាទឹកម្ទេសហ្នឹងទេអាចដាក់ជាមួយនឹងម្ទេសហុយក៏បានដែរហើយដាក់គីមជីដាក់ស្ករសដាក់ក្រូចឆ្មាបន្តិចទៅដើម្បីឲ្យទឹកស៊ុបរបស់យើងមានរសជាតិហឹលជូរផ្អែមប្រៃហើយយើងទម្លាក់មីចូលទម្លាក់សាច់ហើយនឹងបន្លែប្លុកហើយគ្របឆ្នាំងទៅអ្នកទាំងគ្នាទុកតែមួយពុះទេគឺជាការស្រេចតែម្ដងគឺយើងញ៉ាំបានហើយឆ្អិនណាអ្នកទាំងគ្នាបន្តមកទៀតគឺយើងមានជាកញ្ចប់ល្ងនៅក្នុងមីហ្នឹងគឺយើងដាក់ចូលនៅក្នុងហ្នឹងមកបន្តមកទៀតយើងមកធ្វើទឹកជ្រលក់ដែលយើងមានទឹកម៉ាយ៉ូណេសទឹកម្ទេសទឹកប៉េងប៉ោះម្សៅស៊ុបបន្តិចទៅល្ងសបន្តិចទៅកូរច្បល់ឲ្យសព្វមកគឺជាការស្រេចតែម្ដងតែបើសិនជាអ្នកទាំងគ្នាចូលចិត្តផ្អែមអីអ្នកទាំងគ្នាអាចដាក់បន្ថែមជាមួយនឹងស្ករសក៏បានដែរតែសម្រាប់នាងខ្ញុំរសជាតិផ្អែមឡំចេញពីទឹកម៉ាយ៉ូណេសគឺគ្រប់គ្រាន់ហើយខ្ញុំអត់សូវចូលចិត្តផ្អែមប្រហែលទេអញ្ចឹងមីហឹលហើយនឹងទឹកជ្រលក់របស់យើងគឺរួចរាល់អស់ហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ